បាទសួស្តីបងប្អូននេះគឺជាសកម្មភាពកន្លែងដែលខ្ញុំធ្វើការងារនៅកន្លែងកាតានបងប្អូនណាការងារនេះគឺខ្ញុំបានទទួលធ្វើការម៉ែវបងប្អូនណានៅពីម្ចាស់ផ្ទះគឺខាងប្រព័ន្ធទឹកបងប្អូនគឺប្រព័ន្ធទឹកដែលធ្វើការរៀបនៅក្នុងបន្ទប់ទឹកនិងចង្ក្រានបាយហើយនឹងជុំវិញផ្ទះបងប្អូននិងស្តែនទឹកទៀតបងប្អូនណាបាទហើយបងប្អូនគឺការងារដែលខ្ញុំបានធ្វើគឺខ្ញុំឆ្លៀតពេលនេះថតវាបងប្អូនណាគឺថតវាហើយធ្វើការយកមកកាត់តដើម្បីធ្វើការផុសនៅក្នុង Channel YouTube ដើម្បីធ្វើការងាររកនៅចំណូលបន្ថែមពីYouTube បងប្អូនហ្នឹងហើយគឺ YouTube នេះគឺពិតបងប្អូនកាលណាដែលយើងធ្វើការគ្រប់គោលការណ៍និងគ្រប់លក្ខខណ្ឌនិងធ្វើទៅតាមលក្ខខណ្ឌរបស់គេគឺយើងអាចរកចំណូលពី YouTube បានបងប្អូនណាគឺតិចហើយនឹងច្រើនហើយនេះគ្រាន់តែជាវីដេអូដែលខ្ញុំខំប្រឹងធ្វើការកាត់តនិងធ្វើការយកមកផុសដើម្បីធ្វើការរកចំណូលបន្ថែមពី YouTube បងប្អូនណាគឺបន្ថែមចឹងយើងទំនេរគឺយើងឆ្លៀតពេលបងប្អូនណាគឺការងារនេះគឺយើងធ្វើការងារជាងធម្មតាយើងដាក់ទូរស័ព្ទដៃថតជាវីដេអូបន្តិចទៅហើយយើងក៏ធ្វើការយកវាមកកាត់តនៅពេលយប់បងប្អូនណាពេលយប់សម្រាប់អីយើងធ្វើការកាត់តពេលដែលយើងកាត់តរួចហើយយើងផុសវាមួយវីដេអូឬក៏ពីរវីដេអូទៅបងប្អូនណាគឺយើងមួយអាទិត្យយើងផុសម្ដងឬក៏ពីរអាទិត្យអីយើងផុសម្ដងទៅបងប្អូនគឺដើម្បីឈានទៅរកភាពជោគជ័យមិនច្រើនទេបងប្អូនបើសិនជាវាអាចអីមួយខែ100 200អីក៏វាគួរសមដែរបងប្អូនណាហ្នឹងហើយបងប្អូនកុំភ្លេចជួយចុច like Subscribe នៅ Channel YouTube របស់ខ្ញុំម្នាក់មួយទៅគឺទទួលបាននូវវីដេអូថ្មីផ្សេងទៀតបងប្អូនដើម្បីធ្វើការថតបញ្ចែករំលែកបងប្អូនមើលដើម្បីទូជាការកម្សាន្តបងប្អូនណាបាទហ្នឹងហើយកុំភ្លេចបងប្អូនណាកុំភ្លេចជួយចុច like និង Subscribe ឬក៏ចុចជាវហ្នឹងបងប្អូនឡើងសញ្ញាកណ្ដឹងហ្នឹងម្នាក់មួយទៅបងប្អូនគឺដើម្បីទទួលបាននូវវីដេអូផ្សេងដែលខ្ញុំនឹងធ្វើការចែករំលែកបងប្អូនឲ្យមើលគ្រាន់តែជាការកម្សាន្តបាទហ្នឹងហើយបងប្អូនជាចុងក្រោយសូមជូនពរបងប្អូនដែលចង់រៀនចេះធ្វើ YouTube ចង់ចេះរកលុយពី YouTube សូមឲ្យបងប្អូនជោគជ័យណាជោគជ័យទាំងអស់គ្នាបងប្អូនបាទសូមអរគុណបងប្អូនសូមជម្រាបលាបាយបាយ